Bonjour à tous et bienvenue à la place du français បាទសួស្តីទាំងអស់គ្នាចឹងយើងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយបាទចឹងនៅក្នុងមេរៀនថ្មីនេះគឺយើងនឹងរៀនអានបាទហើយជាមួយនឹងបាទអឺមេរៀនថ្មីមួយគឺ Le jardinier បាទ Le jardinier ដែលនិយាយអំពីបាទអ្នកថែសួនបាទចឹងអ្នកថែសួននេះគឺអ្នកថែសួនប្រុសបាទចុះបើស្រីជាអ្នកថែសួនវិញទៅជាអីគេបាទ ចឹងទៅជា le សំទោសបាទ la jardinière la jardinière គឺអ្នកថែសួនភេទស្រីបាទអូខេតោះអញ្ចឹងយើងមករៀនអានដូចរាល់ដងគឺយើងរៀនអានហើយយើងបកប្រែហើយយើងនឹងឆ្លើយសំណួរណាបាទអូខេអញ្ចឹងយើងផ្ដោតទៅលើការអានមុនសិនតោះ je lis le texte le jardinier prend បាទ prend កន្លែងនេះអត់មាន D ណា D នៅពេលអានអត់មានសូរទេ prend អញ្ចឹងដូចរាល់ដងអញ្ចឹងគឺបានន័យថាព្យញ្ជននៅខាងចុងគឺអត់មានសូរទេ D T S អីអីអស់ហ្នឹងគឺអត់មានទេណាលុះត្រាតែមានស្រៈនៅពីក្រោយមិនយើងអានណាអញ្ចឹង le jardinier prend soin soin des plantes បាទអត់មាន S ទេលេងក៏អត់មានដែរ dans le jardin. OK, AN អង្គណា AN អង្គ dans le jardin AN នៅសូរសំឡេងវិញគឺ A ដដែល EN សំឡេងវិញគឺអង្គណាឧទាហរណ៍ថា informaticien information ingénieur OK អង្គ EN ណាបើអង់គ្លេស in ណាអូខេតោះយើងចូលជួរទី2កន្លែងនេះយើងត្រូវអានភ្ជាប់ណាបាទ OK il arrose il arrose កន្លែងនេះអត់ចេញសិស្សទេណាដោយសារយើងចេញ z រៀងធ្ងន់ជាងកណាកណាហេតុអីបានចេញអញ្ចឹងដោយសារតែយើងនៅចំណាំនេះបាទ s កាលណាដែលវានៅអមជាមួយនឹងស្រៈសងខាងវាទៅជាសំឡេងបាទ z បាទអូខេអញ្ចឹងវាទៅជាសំឡេង z នៅពេលនេះបាទអញ្ចឹង il arrose les fleurs S ក៏អត់មានសូរដែរ les fleurs et coupe les branches កន្លែងនេះ S អត់មានសូរទេយកកតុយមកពីណាគឺអានឹងមកពី CHE នេះអញ្ចឹងសំឡេងវារៀងធំខ្យល់បង្ហូរ អូខេរៀងធំណាអញ្ចឹងវាទៅជា branche បាទបាទទៅជួរទី3 il l'utilise បាទឥឡូវនេះអានភ្ជាប់ដូចគ្នា il utilise des outils បាទ des outils អូខេអឺ des utiles បាទសំទោសកន្លែងនេះយើងអានថា utile ដោយសារតែ el យើងអានថា il des utiles បាទ S អត់មានសូរទេបាទកន្លែងនេះអានភ្ជាប់ដែរ des utiles comme la pelle បាទខ្មែរយើងហៅ pelle et le râteau បាទអូខេតោះឥឡូវយើងទៅជួរចុងក្រោយ le jardinier aime la nature បាទកន្លែងនេះយើងអានភ្ជាប់ដែរណាអូខេ voilà តោះឥឡូវយើងសាកអានម្ដងទៀតមើលដើម្បីឲ្យកាន់តែច្បាស់ហើយខ្ញុំបានគូសកន្លែងនេះយើងអត់អានហើយណាតោះឥឡូវយើងអានម្ដងទៀត le jardinier prend soin des plantes dans le jardin. Il arrose les fleurs et coupe les branches. Il utilise des utiles comme la pelle et le râteau. Le jardinier aime la nature បាទអញ្ចឹងនេះជាអំណាចរបស់គេបាទតើឥឡូវយើងទៅស្ដាប់សូរនៃការអានរបស់គេបន្តិចមើលបាទតើឥឡូវយើងស្ដាប់ទាំងអស់គ្នា Le jardinier prend soin des plantes dans le jardin.
Il arrose les fleurs et coupe les branches. Il utilise des outils comme la pelle et le râteau. Le jardinier aime la nature. បាទអញ្ចឹងនេះគឺជាអំណានរបស់គេបាទអញ្ចឹងយើងស្ដាប់ម្ដងទៀតដើម្បីឲ្យកាន់តែច្បាស់បាទយើងលឿនបន្តិចណា Le jardinier prend soin des plantes dans le jardin. Il arrose les fleurs et coupe les branches. Il utilise des outils comme la pelle et le râteau. Le jardinier aime la nature. បាទអញ្ចឹងនេះគឺជាអំណាចរបស់គេបាទអូខេអញ្ចឹងបើសិនជាលឿនពេកទាំងអស់នេះអាចបន្ថយល្បឿនរបស់វាបន្តិចទេណាបាទអញ្ចឹងឬក៏ស្ដាប់ពីរដងទៅយើងអាចជាងចំណាំសំឡេងរបស់វាហើយបាទស្ដាប់សូររបស់វាណាទោះបីស្ដាប់អត់បានក៏ដោយប៉ុន្តែយើងស្ដាប់ឲ្យសមទៅជាភាសានឹងណាអឺតោះឥឡូវយើងមករៀនបកប្រែយល់អត្ថន័យរបស់ខ្លឹមសារមេរៀនរបស់យើងបន្តិចគឺអ្នកថែសួនណាជាងអ្នកថែសួនគាត់ធ្វើអីគេបាទអ្នកសេថែសួនបាទ prend soin de plante បាទអញ្ចឹងកន្លែងនេះគឺវាមានគេហៅថាអឺសំនួនពាក្យរបស់វាគឺ prend តោះ soin de នេះ form របស់វាណាអញ្ចឹង prend ទៅក្រុមទី3វាសាក្រុមទី3ណាអញ្ចឹង prend soin de បានន័យថាដូចអង់គ្លេសគេហៅថា take care ណាយើងយកចិត្តទុកដាក់ទៅលើអីមួយណា ថែរក្សាអីមួយក្នុងន័យនេះគឺគាត់គាត់មើលថែអ្នកថែសួនហ្នឹងគឺគាត់មើលថែប្លង់ទៅគឺដំណាំរបស់គាត់ហ្នឹងណាបាទ dans le jardin បាទគឺតកតងជាមួយនឹងអ្វីដែលគាត់ដាំហ្នឹងនៅក្នុងសួនច្បាររបស់គាត់ហ្នឹងបាទគេថាប្លង់ទៅនេះគឺរុក្ខជាតិបាទយើងនិយាយថារុក្ខជាតិឲ្យច្បាស់ចឹង Il arrose នេះគឺក្រុមទី1 il arrose មក verb arroser បាទ arroser នេះគឺស្រោចបាទគាត់ស្រោចផ្កា les fleurs et coupe coupe មកពី verb បាទមកពី verb couper បាទ couper បាទ couper នឹងកាត់ les branches les branches branche ហ្នឹងគឺមែកណាអញ្ចឹងគាត់ស្រោចផ្កាស្រោចទឹកផ្កាហ្នឹងហើយនឹងក៏គាត់កាត់គេថាមែកផងដែរ Il utilise les utiles គាត់ប្រើប្រាស់ឧបករណ៍ដូចជាគមដូចជាបើអង់គ្លេស like ដូចជា la pelle ប្រើប្រាស់ pelle ខ្មែរហៅ pelle et le râteau បាទ le râteau នោះគឺរនាស់បាទហើយយើងហៅរនាស់បាទចុងក្រោយគឺ le jardinier aime la nature បាទគឺអ្នកថែសួននោះគឺគាត់ចូលចិត្តបាទធម្មជាតិណាស់បាទអូខេអញ្ចឹងនេះគឺជាអឺសាច់រឿងរបស់យើងគឺអំពីអ្នកថែសួនណាតោះឥឡូវយើងមកមើលសំណួរដូចរដងវិញបាទមាន3សំណួរអញ្ចឹងសំណួរទី1គេសួរថាបាទ qui prend soin des plantes បាទអ្នកណាគេជាអ្នកថែសួនហ្នឹងបាទទី2បាទសំណួរទី1ហ្នឹង qui គេសួររក qui ណា qui នរណាខ្ញុំបញ្ជាក់ឲ្យច្បាស់តិច qui សួររកនរណាអឺបាទទី2គឺនឹងសួររកអ្វីមួយបាទ Que fait le jardinier avec les fleurs បាទតើអ្នកថែសួននឹងធ្វើអីជាមួយនឹងរុក្ខជាតិផ្កាហ្នឹងបាទបាទទី3គឺquels utiles utilise le jardinier បាទអញ្ចឹងអ្នកបាទអ្នកថែសួនហ្នឹងគាត់ប្រើប្រាស់ឧបករណ៍អ្វីខ្លះបាទអូខេ quel មាន s ណាquel មាន s បាទនេះថាពហុវចនៈអឺអ្វីខ្លះបាទអូខេតោះឥឡូវយើងមករៀនឆ្លើយរបស់នេះគីនរណាគេជាអ្នកបាទថែរុក្ខជាតិហ្នឹងបាទថែបាទអញ្ចឹងគឺ le jardinier បាទ prend soin des plantes បាទ plantes អូខេអញ្ចឹងអ្នកថែសួនហ្នឹងគឺគាត់ជាអ្នកថែរុក្ខជាតិអស់ហ្នឹងបាទសំណួរទី2បាទគឺ fait le jardinier avec les fleurs បាទអញ្ចឹងគឺមានន័យថាគាត់ធ្វើអីជាមួយនឹងរុក្ខជាតិផ្កាទាំងអស់ហ្នឹងបាទអញ្ចឹង il នេះជំនួសឲ្យអ្នកថែសួនហ្នឹងណា il ឬក៏ le jardinier យើងប្រើអញ្ចឹងក៏បានដែរ
Il arrose les fleurs, les fleurs et ça me va, coupe les branches. Cắt để chờ bằng này. Vàសំណួរទី3គឺយើងមើលទាំងអស់គ្នាបាទ quel utilise le jardinier គាត់ប្រើប្រាស់ឧបករណ៍ឲ្យខ្លះចឹង il គេបាទ utilise des outils comme la pelle et le râteau voilà អូខេអញ្ចឹងបាទយើងឆ្លើយរួចអស់ហើយអូខេអញ្ចឹងយើងបាទថ្ងៃនេះយើងចេះបានតកតងជាមួយនឹងមុខរបរមួយទៀតគឺគេហៅថាអ្នកថែសួនបាទមានស្រីមានប្រុសណាហើយអត្ថបទរបស់យើងហើយយើងចេះកិរិយាសព្ទថ្មីនិងពាក្យថ្មីបន្តទៀតដូចជា arroser វិញហើយនឹង couper បាទកាត់ហើយនឹងស្រោចណាហើយ prendre soin de នោះបានន័យថាអឺបាទន័យថា take care ណាបាទ អូខេអញ្ចឹងបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយយើងនឹងជួបគ្នានៅក្នុងបាទវីដេអូក្រោយទៀតជាមួយនឹងមេរៀនថ្មីជាបន្តទៀតអូខេអញ្ចឹងmerci et à bientôt